ជំរាបសួរពុកម៉ែបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាថ្ងៃនេះខ្ញុំបានត្រីកន្ត្រប់ស្រែយកមកប្រឡាក់ទុកញ៉ាំជាមួយបាយខ្ញុំប្រឡាក់អត់ដាក់អ្វីច្រើនទេបងប្អូនមានតែអំបិលបន្តិចស្ករសបន្តិចហើយនិងប៊ីចេងបន្តិចបងប្អូនបន្ទាប់មកខ្ញុំក៏ច្របាច់វាដើម្បីឲ្យចូលជាតិហើយខ្ញុំក៏រៀបចំដាក់ប្រអប់ដើម្បីយកទៅទុកក្នុងទូទឹកករយៈពេលប្រហែលជា4ម៉ោងទើបខ្ញុំយកមកចៀនញ៉ាំជាមួយបាយឥឡូវនេះគ្រប់ប្រហែលជា4ម៉ោងហើយនាងខ្ញុំក៏បានយកត្រីនោះទៅទុកចៀនណាបងប្អូនយើងប្រឡាក់ផ្អាប់ទុកបែបហ្នឹងគឺត្រីយើងចូលជាតិបានល្អហើយឆ្ងាញ់ឥឡូវនេះខ្ញុំចាប់ផ្ដើមចៀនឲ្យបងប្អូនពេលបងប្អូនចៀនកុំទាន់អាលប្រញាប់ប្រែណាបងប្អូនទុកឲ្យត្រីយើងក្រៀមបែបនេះទើបយើងប្រែទៅត្រីយើងអត់បែកសាច់ទេហើយឆ្ងាញ់ទៀតបងប្អូនត្រីនឹងស្រួយណាស់អញ្ចឹងពេលដែលយើងចៀនឆ្អិនខ្លាំងគឺយើងអាចញ៉ាំបានទាំងឆ្អឹងទៀតណាបងប្អូនឥឡូវត្រីយើងចាប់ផ្ដើមឆ្អិនហើយអរគុណច្រើនបងប្អូនសម្រាប់ការតាមដានទស្សនាបាយបាយបងប្អូន